នៅក្នុងមេរៀននេះខ្ញុំបាននឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការស្រាវជ្រាវរកឯកសារជាភាសាខ្មែរបាទសូមចូលទៅកាន់ website google.com ទាំងអស់គ្នា google បន្ទាប់មកចុចលើ keyboard control ហើយចុច enter នោះលោកអ្នកនឹងចូលមកកាន់ website Google ហើយដើម្បីស្វែងរកជាភាសាខ្មែរសូមលោកអ្នកវាយនៅខ្មែរ Unicode នៅក្នុងប្រអប់ search នេះបន្ទាប់មកចុច enter នោះលោកអ្នកនឹង search ជាភាសាខ្មែរហើយឧទាហរណ៍ថាលោកអ្នកចង់រកឯកសារទាក់ទងទៅនឹងវីដេអូបង្រៀននោះឯកសារផ្សេងៗទាក់ទងទៅនឹងវីដេអូបង្រៀនដែលជាភាសាខ្មែរនឹងចេញមកនៅត្រង់នេះហើយលោកអ្នកអាចចុចចូលទៅកាន់ website ណាមួយដែលលោកអ្នកចង់ចូលទៅឧទាហរណ៍ថាទាក់ទង Camsastra ក៏មាននៅក្នុងនេះផងដែរលោកអ្នកអាចចូលទៅកាន់ website ទាំងនោះហើយលោកអ្នកនឹងឃើញថាតើ website ដែលជាភាសាខ្មែរនោះមានអ្វីខ្លះបាទសម្រាប់មេរៀនទាក់ទងទៅនឹងការប្រើប្រាស់ស្រាវជ្រាវរកឯកសារជាភាសាខ្មែរគឺលោកអ្នកអាចប្រើបានដោយប្រើ Unicode វានៅក្នុងប្រអប់ search របស់ Google ដោយតែបានបង្ហាញជូនខាងដើមហើយការប្រើប្រាស់ពាក្យស្វែងរកគឺលោកអ្នកអាចប្រើពាក្យណាមួយដែលលោកអ្នកចង់ស្វែងរកបើរកទាក់ទងទៅនឹងឯកសារអង់គ្លេសឬច្បាប់ឬក៏ឯកសារមេរៀនផ្សេងៗទៀតក៏ប្រើដូចគ្នាដែរគឺលោកអ្នកអាចប្រើអក្សរខ្មែរ Unicode វានៅក្នុងប្រអប់ search របស់ Google ហើយចុច enter នោះ website ផ្សេងៗដែលតាក់ទងទៅនឹងឯកសារបង្រៀនជាភាសាខ្មែរទាំងនោះនឹងចេញមកហើយលោកអ្នកអាចចូលទៅកាន់ website នោះដោយតែបានបង្ហាញខាងដើមបាទសម្រាប់ពេលនេះមេរៀនតាក់ទងនឹងការស្រាវជ្រាវរកឯកសារជាភាសាខ្មែរនៅលើទំព័រ website ផ្សេងៗនៅក្នុងប្រព័ន្ធអ៊ីនធឺណិតត្រូវបានដល់ទីបញ្ចប់ខ្ញុំបាទសូមអរគុណហើយសូមជម្រាបលា